ពួកបើកមេ Facebook គឺបានដាក់បង្ហាញវ៉ែនតា AI ដែលវ៉ែនតាមួយនេះគឺទំនើបផុតលេខតែម្ដងនេះគឺជាវ៉ែនតា Ray-Ban Display Glasses ដែលវារួមបញ្ចូលជាមួយនឹង AI ក៏ដូចជាអេក្រង់ដាក់បញ្ចូលទៅក្នុង lens ដែលយើងអាចមើលឃើញនៅសារទិសដៅការបកប្រែនិងលំនាំផ្សេងៗពីមួយដំណាក់កាលទៅមួយដំណាក់កាលហើយដល់មិនបាច់ប្រើទូរស័ព្ទដៃយើងទេដែលយើងអាចធ្វើការបញ្ជាបានដោយប្រើប្រាស់នៅ Meta Neural Band តែនេះគឺជាខ្សែដៃ sensor ដែលអាចធ្វើការអាននៅកាយវិការដៃរបស់យើងអញ្ចឹងទៅគឺវាអនុញ្ញាតឲ្យយើងធ្វើការ scroll អូសចុះហោឡើងចុចឬមួយក៏ select ដែល function មួយណាដែលយើងត្រូវការវ៉ែនតាមួយនេះដែរគឺអាចធ្វើការ live translation មានន័យថាការបកប្រែភ្លាមៗដូចនៅក្នុង function របស់ Google Translate ដែលវាមានកាមេរ៉ាយើងអាចធ្វើការថតហើយវាបកប្រែទៅតាមពាក្យហ្នឹងអញ្ចឹងលើពីនេះគឺវាមាននៅ live caption ដែលវាអាចលោត subtitle ដូចយើងមើលវីដេអូអញ្ចឹងនៅពេលដែលយើងនិយាយមួយណាគេម្នាក់ហើយវាក៏មានបង្ហាញនៅមុខងារនាំផ្លូវដូចជា Google Map អញ្ចឹងប៉ុន្តែនេះផ្ទាល់ៗហ្មងយើងក៏អាចធ្វើវីដេអូ call ហើយក៏អាចធ្វើការថត live stream ផ្ទាល់ៗ direct ពីអ្វីដែលពួកយើងបានឃើញហ្នឹងហ្មងទំហំថ្មនៃវ៉ែនតានេះគឺអាចប្រើប្រាស់បានរហូតដល់ទៅ6ម៉ោងហើយអាចប្រើប្រាស់បានរហូតដល់ទៅ30ម៉ោងបូកជាមួយនឹងប្រអប់សាកចំពោះតម្លៃវិញគឺ$799ដែលត្រៀមចេញនៅក្នុងឆ្នាំ2026នេះតែបញ្ជាក់នេះគឺចេញនៅអឺរ៉ុបសិនទេបើសិនមកវាមកដល់ខ្មែរអ្នកនរនេះទិញ